ចាំមិនធ្វើការជាមួយនឹង agent ឬក៏អ្នកគួចេទៅអីធ្វើការមួយ agent ឬក៏អ្នកគួចេទាំងអស់ហ្នឹងស្រួលអស់ទាំងពេលវេលាអស់លុយច្រើនជាងមុនទៀតបើសិនជាខ្ញុំចង់រកជួលផ្ទះរកទិញផ្ទះខ្ញុំអាចធ្វើខ្លួនឯងបានតែខ្វះអីឥឡូវម្ចាស់ផ្ទះផុសតាម online មកកណោ TikTok Facebook ខ្មែរ24ខ្ញុំចង់អូសមើលពេលណាខ្ញុំចាញ់ស្រឡាញ់ពេលណាខ្ញុំទៅជួបម្ចាស់ផ្ទះផ្ទាល់ចរចាផ្ទាល់បដ ாய் អូខេតើបងប្អូនទាំងអស់គ្នាធ្លាប់ឮឬក៏បានគិតឬក៏បានធ្វើរឿងបែបហ្នឹងដែរអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅស្ដាប់សាច់រឿងមួយរបស់សវណ្ណគាត់គឺជាមនុស្សឆ្លាតគាត់ជាមនុស្សឯករាជ្យគាត់ជួយធ្វើអីដោយខ្លួនឯងហើយបើនិយាយពីការជួលឬក៏ទិញអចលនទ្រព្យគាត់គិតថាការដែលគាត់ស្វែងរកអចលនទ្រព្យនៅខ្លួនឯងនឹងជួយគាត់សន្សំពេលវេលាហើយសន្សំលុយច្រើនជាងមុនទៀតអញ្ចឹងថ្ងៃមួយនោះសវណ្ណគាត់ទៅដើររកផ្ទះវិឡាមួយសម្រាប់ជួលដើម្បីរស់នៅជាមួយនឹងក្រុមគ្រួសារគាត់ក៏អស់មើលតាម online platform ទាំងអស់ហ្នឹងទៅក៏គាត់ឃើញផ្ទះវិឡាមួយគាត់ស្រឡាញ់ពេញចិត្តក៏គាត់ខលវឹងទៅម្ចាស់ផ្ទះជួបគ្នាចរចាគ្នាត្រូវហើយគ្នាសញ្ញាកុងត្រាចូលនៅភ្លាមអញ្ចឹងក៏រយៈពេលប្រហែលជា2ខែក្រោយមកបន្ទាប់ពីគាត់បានចូលនៅហ្នឹងវាដល់ខែភ្លៀងស្រាប់តែពេលដល់ខែភ្លៀងតបូលក៏លិចទឹកអាការ៉ូខាងក្រោមហ្នឹងក៏ជ្រាបទឹកបន្ទប់ទឹកអត់ហូរស្អុយឆ្អេះឆ្អាបពេញហ្នឹងដល់ទៅពេលអញ្ចឹងក៏សវណ្ណនឹងខលវឹងតាមចាស់ផ្ទះបងឥឡូវនេះបញ្ហា1 2 3 4 5មិនជួយខ្ញុំផងគិតមិនធ្វើម៉េចចាស់ផ្ទះឆ្លើយមកវិញយ៉ាងស្រួលភ័យអីសវណ្ណអត់អីចាំបន្តិចចាំមកខលរជាងឲ្យប៉ុន្តែអស់ប្រហែលអីប្រហែលសវណ្ណនឹងចាត់ចែងណាសវណ្ណលឺអញ្ចឹងចង់ធុងក្តៅឆេវដែរចង់ឆ្លោះមួយម្ចាស់ផ្ទះបដ ாய் ថាមិនមកឯងនិយាយអញ្ចឹងជួចូលអស់ហ្នឹងមិនអស់តិចណាមកឯងត្រូវជួយចាញ់ខ្ញុំចាស់ផ្ទះថាអត់ទេយើងទៅសេនៅក្នុងកុងត្រាច្បាស់ហើយតាសវណ្ណឯងទៅមើលវិញមើលសវណ្ណក៏រត់វឹងទៅមើលកុងត្រាអានកុងត្រាចប់ធ្លាក់ថ្លានក្ដុកគេទៅសេអញ្ចឹងមែនហើយគាត់អត់បានត្រួតពិនិត្យត្រឹមត្រូវឬក៏មិនអញ្ចឹងណាអញ្ចឹងក៏គិតគ្នាមួយគ្រួសារឥឡូវធ្វើម៉េចមូចេញរើទៅនៅកន្លែងផ្សេងឬក៏មិនបើទៅនៅកន្លែងផ្សេងត្រូវខាត់ពេលវេលារមើលត្រូវចរចាអីហ្នឹងត្រឡប់វិលជុំសារថ្មីទាំងអស់ហើយត្រូវចំណាយពេលអារើនេះមិនស្រួលណាហើយខាត់ពេលវេលាធ្វើការខ្លួនឯងខាត់ពេលវេលាកូនសិក្សាអីចឹងទៅហើយខាត់ទាំងថ្លៃកក់ពីព្រោះតែកាលណាយើងចាញ់មុនយើងកក់ទៅម្ចាស់ផ្ទះប្រហែលគឺគេអត់ឲ្យយើងវិញទេក៏សម្រេចចិត្តថាអត់តោះចំណាយ4 500 1000ជួសជុលបញ្ហាហ្នឹងហើយនៅតទៀតទៅអូខេអញ្ចឹងសរុបមកវិញសួរថាតើការធ្វើការជាមួយ agent ហ្នឹងagent គាត់គ្រាន់តែនាំបងប្អូនទៅមើលផ្ទះហ្នឹងហើយការងារគាត់ចប់មែនខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាការធ្វើការជាមួយ agent ឡើយនេះខ្ញុំចង់និយាយឲ្យច្បាស់ថា agent ដែលមាន license agent ដែលឆ្លងកាត់វគ្គបណ្ដុះបណ្ដាលត្រឹមត្រូវទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធនានាគឺជាខែលដ៏សំខាន់ក្នុងការការពារបងប្អូនទៅលើលក្ខខណ្ឌកិច្ចសន្យាទាំងអស់ហ្នឹងពីព្រោះពួកគាត់មានបទពិសោធន៍និងចំណេះដឹងជ្រៅជ្រះក្នុងការចរចាជាមួយនឹងម្ចាស់ផ្ទះម្ចាស់អគារម្ចាស់ condo ម្ចាស់ apartment ជាច្រើនដែលគាត់យល់ច្បាស់តែម្ដងថាប្រភេទអចលនទ្រព្យបែបណាត្រូវមានលក្ខខណ្ឌអ្វីខ្លះដើម្បីការពារសិទ្ធិទាំងម្ចាស់ផ្ទះម្ចាស់ទ្រព្យនិងអ្នកជួលនៅក៏អ្នកទិញដូច្នេះ agent មិនមែនគ្រាន់តែនាំបងប្អូនទៅមើលផ្ទះនឹងហើយគឺចប់ទេប៉ុន្តែបើសិនជាគាត់ agent ទាំងអស់ហ្នឹងបានជួយបងប្អូនណាសញ្ញាកិច្ចសន្យាអីរួចហើយបានកំឆុងហើយប្រត់ទៅមែនអាហ្នឹងជាមួយទៀតចង់ដឹងថាអញ្ចឹងមែនឬក៏មិនមែនទៅទស្សនាវគ្គបន្ទាប់